千古风流人。សូមអញ្ជើញលោកសួរតើទីនេះយ៉ាងម៉េចដែរជាកន្លែងល្អនៅក្បែរទន្លេមានទេសភាពស្អាតយប់ឡើងប្រកាសជាឮសូរសំឡេងទឹកហូរគួរឲ្យរីករាយណាស់ខ្ញុំដឹងថាលោកប្រកាសជាចូលចិត្តក៏ប៉ុន្តែផ្ទះនេះចាស់ពេកហើយមួយរយៈទៀតខ្ញុំនឹងឲ្យគេជួសជុលឡើងវិញលោកម្ចាស់ចង់មានន័យថាគ្រួសាររបស់លោកមានគ្នាច្រើនវាងជើដាច់ស្រយាលគ្មានផ្ទះធំដុំទេដូច្នេះសូមលោកស៊ូនិងគ្រួសាររបស់លោកទ្រាំបន្តិចទៅណាលោកម្ចាស់ស៊ីនៅទីនេះក៏មានសំណាក់សម្រាប់មន្ត្រីដែរខ្ញុំគ្រាន់តែជាមន្ត្រីជាប់ទោសមិនគួរនៅផ្ទះបែបនេះទេព្រះអង្គមានប្រតិបត្តិបេតាប្រៀបដូចជាទឹកហូរទៅមុខដូច្នេះពួកយើងមិនភ្លេចប្រគុណរបស់ព្រះអង្គទេលោកស៊ូនៅទីនេះពិចារណាកំហុសវាគឺជារឿងស័ក្តិសមណាស់បានចឹងខ្ញុំនៅទីនេះបណ្ដោះអាសន្នសិនក៏បានដែរស៊ូឆាបងប្រុសស៊ូឆាអ្នកម៉ែស៊ូឆាបងប្រុសអ្នកម៉ែស៊ូឆាបងប្រុសស៊ូថៃស៊ូក័មកនាំគ្នាចូលមកស៊ូឆាថ្ងៃនេះបងប្អូនយើងបានជួបជុំគ្នាហើយការពិតបងដូចជាធ្វើបាបអាយពេកហើយបងប្រុសកុំនិយាយដូចនេះបងប្រុសត្រូវគេចោទខ្ញុំនឹងអ្នកបងតែងតែបារម្ភនឹងបងថ្ងៃនេះបានជួបបងប្រុសខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់អរគុណអូនសម្ដេចដែលមិនទៅចោលបងសូមអរគុណអូនហើយបងជាតារបស់គេទៅហើយមិនក៏ចិត្តនិយាយលេងបែបនេះបើសិនជាគ្មានអូនទោះជាបងមានកូនចៅពេញផ្ទះក៏គ្មានន័យដែរមកនាំគ្នាអង្គុយចុះទៅណាអង្គុយចុះទៅថ្ងៃនេះគ្រួសារយើងជួបជុំគ្នាវិញហើយមិនបានជាមិនឃើញអ្នកមីងមកជាមួយមានរឿងអីបងប្រុសត្រូវគេចាប់ដាក់គុកអ្នកមីងគាត់ក៏ស្លាប់តាំងពីពេលហ្នឹងមកអ្នកមីងតស៊ូនៅក្នុងគ្រួសាររបស់យើងមួយជីវិតនេះគ្មានថ្ងៃណាបានសនុកទេពួកយើងមិនគប្បីចំពោះគាត់ខ្លាំងណាស់លោកគ្រូនៅលើភ្នំសាន់ឈីងតាមមានអ្វីល្អទៅលោកគ្រូឲ្យខ្ញុំនៅទីនេះរយៈពេលកន្លះឆ្នាំហើយកូនសិស្សមកពីឯងមិនទាន់ដឹងនៅលើភ្នំសានឈីងមិនត្រឹមតែមានទេសភាពល្អហើយក៏ជាកន្លែងផលិតថ្នាំរបស់ជីតាគ្រូជឺហុកនៅកាលពីមុនដែរយើងតាមរកកន្លែងផលិតថ្នាំរបស់ជីតាគ្រូតែតាមរកមិនឃើញយើងឃើញថាពេលវេលាស៊ូស៊ឺក៏ចិត្តកន្លងផុតទៅនៅ3ថ្ងៃទៀតបើសិនជាតាមរកមិនឃើញទេពួកយើងក៏ទៅរកស៊ូស៊ឺចុះលោកគ្រូខ្ញុំមិនទៅទេព្រោះរឿងសៀវលៀនមែនទេសៀវលៀនជាមនុស្សស្រីអភ័ព្វវាសនាគឺអញ្ចឹងគេមិនអាចស្រឡាញ់ឯងបានតែក៏គ្មានតាក់ទងនឹងស៊ូស៊ឺដែរលោកគ្រូខ្ញុំមិនបានបន្ទោសស៊ូស៊ឺទេកាលនោះយើងឲ្យឯងនៅពៀនជីងគឺមកពីយើងដឹងថាឯងមានចរិតរឹងរូស
ឆ្លងកាត់ឬក្រៅហើយឯងប្រកាសជាយល់ លោកគ្រូកាលនោះខ្ញុំពិតជាមានគំនិតអញ្ចឹងមែន មិនមែនទេមនុស្សដូចជាឯងពិតជាមានមនោសញ្ចេតនាអ្នកដែលមានមនោសញ្ចេតនាគឺមានប្រាជ្ញាដែរកាលនោះគ្រូពេញចិត្តឯងត្រង់នេះបានជាយកឯងធ្វើជាសិស្សឥឡូវនេះនិស័យស្ដាយកន្លងផុតទៅឯងក៏ចាប់ផ្ដើមយល់ថែមទៀត អរគុណលោកគ្រូដែលបានណែនាំប៉ុន្តែលើកនេះក្រោយពេលដែលបានជួបស៊ូស៊ឺហើយខ្ញុំនឹងតាំងចិត្តនៅក្បែរលោកគ្រូរៀនសូត្រធម៌តៅជាមួយលោកគ្រូ ធម៌តៅគឺយើងគឺធម៌តៅសោនៅក្នុងចិត្តមិនរៀនក៏ចេះដែរកាលនោះជីតាគ្រូដាត់វ៉ានិយាយថាមិនដឹងថាយើងគឺជាមេអំបៅឬមួយមេអំបៅគឺជាយើងក៏បានន័យថាអញ្ចឹង សូមអរគុណលោកគ្រូណែនាំប៉ុន្តែលោកគ្រូមានអាយុ90ឆ្នាំទៅហើយគួរតែមានមនុស្សនៅមើលថែលោកគ្រូ គេនិយាយមិនខុសទេអាយុ100ឆ្នាំជាព្រាអាយុ200ឆ្នាំជាបិសាចគ្រូពេលនេះខ្លាយទៅជាបិសាច នៅក្នុងលោកនេះត្រូវតាមចិត្តធ្វើអ្វីឲ្យបានត្រឹមត្រូវឲ្យសមហើយសមតែសមបានមិនចឹងគឺជារឿងខុសឆ្គងរៀនត្រូវតែយល់ហើយត្រូវតែអនុវត្តឲ្យច្បាស់ស៊ូស៊ឺកុំបង្រៀនពួកកូនអានយ៉ាងនេះទៀតបើសិនជាគេដឹងគេប្រកាសជាបន្ទោសបងទៀតហើយបងឃើញទេគ្រួសារយើងចំណាយច្រើនណាស់ក្នុងមួយខែបងមានប្រាក់ចំណូលតែតិចតួចប៉ុណ្ណោះបើសិនជាយើងមិនគិតគូរទេខ្ញុំក្រែងប្រាក់ខែចាយអស់មិនដឹងថាត្រូវដោះស្រាយយ៉ាងណាទេ ប៉ុន្មានថ្ងៃនេះបងកំពុងតែគិតពីរឿងនេះបងមានមធ្យោបាយមួយហើយយើងបែងចែក 4500 កាក់ទៅជា3ចំណែកយើងដក150កាក់ជួលតូបមួយថ្ងៃមួយចង្កាក់ហើយនៅសល់ពួកយើងដាក់ចូលក្នុងបំពង់ឫស្សីសម្រាប់ទទួលមិត្តភ័ក្តិតើអូនយល់យ៉ាងណាដែរ នេះមិនមែនកាត់បន្ថយចំណាយនេះគឺរបៀបចំណាយទៅវិញទេ ចំពោះមុខគឺត្រូវតែអញ្ចឹងយើងក៏មិនអាចទៅប្រកបមុខរបរជាចៅព្រៃបានដែរ បងឯងនេះពូកែតមាត់ណា សុម៉ៃ បងមានកាយ ឯងទៅយកដេកូ30ដើមនិងចំណាយយកឲ្យពុក បងយកមកធ្វើអី យកប្រាក់ខែរបស់ពុកព្យួរនៅលើសសរនេះមួយថ្ងៃដកយកមួយចង្កោម នៅលើសសរនេះបើចោលមកគិតយ៉ាងម៉េច ចៅធំមិនមកទេចៅតូចតែក៏លួចមិនកាត់ដែរទៅយកមក បាទ លោកម្ចាស់មើលអ្នកណាគេមកណា ហេយ៉ាចៅសម្លាញ់តានឹកឯងខ្លាំងណាស់ អូនតាមផ្លូវនេះហត់ទេ មិនអីទេ ណែកូនអីយ៉ាលោកតារបស់ឯងយ៉ាងម៉េចទៅហើយ លោកតាសុខសប្បាយទេកុំបារម្ភអីណា ល្អណាស់ចំពោះមុខតើព្រះអង្គទ្រង់យល់យ៉ាងណាចំពោះការកែប្រែឋានៈបុណ្យស័ក្តិរបស់លោក ចំពោះមុខច្បាប់ថ្មីរៀបចំឋានៈសារជាថ្មីគឺជារឿងសមហេតុផលប៉ុន្តែតាមតម្រេះរបស់ព្រះអង្គខ្ញុំខ្លាចក្រែង និយាយតទៅទៀតទៅ បាទខ្ញុំគិតថាព្រះមហាក្សត្រចង់តែងតាំងព្រះជាយាថែមទៀតចំពោះមុខវាងអានស៊ឺពីនេះមានឋានៈជាមន្ត្រីពិនិត្យការងារលីវិឈីជាមន្ត្រីសរុបលទ្ធផលការងារវិញ្ញាណបមន្ត្រីផ្នែកកងទ័ពថ្មីនេះអ្នកណាក៏ថាព្រះមហាក្សត្រចង់តែងតាំងឋានៈទៅស៊ឺបាកងថែមទៀតបើស៊ឺបាកងឡើងមកលើគេមួយថ្ងៃប្រកាសជានៅក្បែរព្រះមហាក្សត្រដល់ពេលនោះ ស៊ឺមកកងជាមនុស្សដែលមានទេពកោសល្យល្អកុំនិយាយអញ្ចឹងអី លោកម្ចាស់និយាយត្រូវ អង្គុយចុះទៅប៉ុន្តែបើសិនជាស៊ឺមកកងចូលសវនាការគេនឹងខ្លាយទៅជាអ្នកនាំមុខក្នុងការប្រឆាំងច្បាប់ថ្មីអញ្ចឹងផែនការរបស់ព្រះមហាក្សត្រគួរឲ្យបារម្ភខ្លាំងណាស់ ខ្ញុំកំពុងតែបារម្ភពីរឿងនេះដែររឿងនេះត្រូវតែគិតដល់ព្រះមហាក្សត្រត្រូវគិតដល់ច្បាប់ថ្មីរបស់យើង បារម្ភត្រឹមត្រូវហើយម្យ៉ាងទៀតមានមនុស្សម្នាក់ទៀតក៏មិនត្រូវមើលស្រាលដែរអ្វីទៅបើថាម្នាក់នេះនៅស្រុកតូចតាចហើយឆ្ងាយដូចជាបាត់អំណឹងសូនឆឹងប៉ុន្តែលោកមិនត្រូវសម្បំនៅស្ងៀមហើយប្រហែសចំពោះគេម្នាក់នេះទេឲ្យតែមានមនុស្សគាំទ្រគេនៅក្នុងរាជការគេអាចវិលត្រឡប់មកវិញក្នុងពេលណាមួយ លោកម្ចាស់ចង់និយាយពីស៊ូស៊ឺបែបទេខ្ញុំមិនភ្លេចការរំលឹករបស់លោកទេ យើងមានសិស្សម្នាក់នៅវាងជៅគេគឺជាមន្ត្រីកាត់ក្តីគេតែងតែផ្ញើសម្បត្តិឲ្យយើងរៀបរាប់ពីដំណឹងរបស់ស៊ូស៊ឺបើសិនជាមានស្ថានភាពអីយើងប្រកាសជាឲ្យដំណឹងទៅលោកភ្លាម បាទលោកម្ចាស់ខ្ញុំមានរឿងមួយចង់រាយការណ៍ប្រាប់លោក
ថ្មីនេះស៊ីសែតែងតែមកអុកលុកព្រំដែនទៀតហើយរាជការតទូជាមួយនឹងទ័ពស៊ីសែគឺជាការចាំបាច់ទី1រីឯឋានៈបុត្រស័ក្តិមន្ត្រីមិនមែនជារឿងចាំបាច់ខ្ញុំគិតថាយើងគួរតែគិតដល់ជាតិជារឿងចម្បងហើយព្រមទាំងជួយព្រះមហាក្សត្រពុះពីឧបសគ្គទាំងនេះល្អពួកលោករៀបចំសារចុះបាទលោកម្ចាស់ព្រះអង្គជឿតាមឆាយៈតែងតាំងស៊ឺស៊ីជាមេតបប្រមុខនៅព្រំដែនឲ្យគេសាងសង់កំផែងយងលើម្នាក់នេះធ្វើអ្វីតាមចិត្តមិនយល់ពីការធ្វើសឹកគេមិននឹងអាចសម្រេចកិច្ចការបានទៅពេលនេះស៊ីសែធ្វើការអុកលុកស្ថានភាពមានការតឹងតែងចំពោះរឿងនេះលោកស៊ូមានយោបល់យ៉ាងណាដែរសម័យសង្គ្រាមបុរាណព្រះរាជាចៅតែងតាំងចៅកជាមេតបបីប្រហារកងទ័ពឈីងកងទ័ពឈីងសុទ្ធតែជាកងទ័ពបកែធ្វើសឹកក្រោយពេលដែលមិនអាចចៅគាត់ដឹងហើយក៏ទទួលព្រះរាជាថាកូនរបស់គាត់ចេះតែនិយាយមិនពូកែធ្វើសឹកទេប៉ុន្តែព្រះរាជាចៅមិនជឿទីបំផុតចៅគាត់ត្រូវចាប់ខ្លួនកងទ័ពជាង40,000នាក់ត្រូវកប់ទាំងរស់ស៊ឺស៊ីគឺជាមនុស្សដែលចង់បានស្នាដៃប៉ុន្តែគ្មានគំនិតខ្ញុំគិតថាគេចង់អន់ជាងចៅគាត់ទៅទៀតកងទ័ពជាង20,000នាក់បើសិនជាត្រូវបំផ្លាញក្នុងដៃរបស់គេតាមមានមនុស្សស្លាប់ប្រមាណអ្នកទៀតស្រីមេម៉ាយនឹងកងកព្រានៅតាមផ្លូវគិតយ៉ាងម៉េចតើមហាសង្ឃអាចទ្រាំទ្រនៅស្ថានភាពបែបនេះបានទេចៅអ៊ីងចាអ្នកស្រីប៉ុន្មានថ្ងៃនេះគាត់មិននៅផ្ទះនិយាយពីរឿងរាជការទៀតមើលទៅគាត់ប្រហែលជាភ្លេចខ្លួនហើយបើសិនជាយ៉ាងនេះតទៅទៀតពួកយើងគិតយ៉ាងម៉េចកុំភ្លេចណាពេលនេះគាត់ជាមន្ត្រីមានទោសឯងទៅមើលពេលនេះគាត់ទៅដល់ណាហើយប្រាប់គាត់ទៅពេលនេះក្នុងផ្ទះអង្គរហើយគ្មានសល់អីទេចាអ្នកស្រីលោកម្ចាស់លោកម្ចាស់ពិបាកចិត្តរឿងនៅព្រំដែនមែនទេចៅអ៊ីសភាពការនៅព្រំដែនគួរឲ្យបារម្ភណាស់ហេតុអីលោកម្ចាស់យល់ដូច្នេះយើងធ្លាប់នៅតំបន់ពីរយងលើកគឺជាស្រុកដាច់ស្រយាលបើសិនជាកងទ័ពស៊ីសេឡំគាត់ហើយប្រកាសជាអាចទឹកដាច់ស្បៀងហើយនឹងត្រូវគេចាប់ខ្លួនជាពិសេសប្រភពទឹក3ថ្ងៃគ្មានទឹកកងទ័ពជ្រួលច្របល់7ថ្ងៃគ្មានទឹកមិនបាច់ប្រយុទ្ធក៏ចាំលោកម្ចាស់អ្នកស្រីព្រោះតែលោកម្ចាស់ពិបាកចិត្តនឹងការងារប្រទេសជាតិគាត់ក៏មានការបារម្ភពីលោកម្ចាស់ដែរត្រូវតែបារម្ភយើងស៊ូស៊ឺពេលនេះមិនហ៊ានមាត់កច្រើនបាទហើយពួកយើងទៅផ្ទះវិញលោកម្ចាស់ក្នុងផ្ទះអត់មានកច្រើនទេខ្ញុំមានរឿងអីថាមិនដឹងទៅខ្ចីពីគេខ្លះទៅអ្នកស្រីប្រាប់យើងទៅរកចំណូលយើងគិតឲ្យគិតទៀតយើងសម្រេចចិត្តថាសុំដីសាលាសុកមួយដុំដើម្បីធ្វើការដាំដុះដោយខ្លួនឯងដាំដុះហ៎ត្រូវហើយយ៉ាងម៉េចហ្នឹងគ្មានអីទេខ្ញុំបារម្ភណែបារម្ភពីរឿងអីបារម្ភខ្លាចគេសើចមែនទេប៉ិតមែនហើយលោកម្ចាស់ធ្វើខ្សែដើម្បីហូបត្បាញដើម្បីស្លៀកពាក់អ្នកណាគេទៅសើចយើងនោះលោកស៊ូធ្វើការដាំដុះគឺជារឿងមួយដែលគួរខ្មាស់គេដែរប៉ុន្តែខ្ញុំមិនដឹងថាគួរជួយលោកយ៉ាងណាទេមិនមែនជាកំហុសរបស់លោកទេស៊ូស៊ឺខ្ញុំថ្ងៃនេះធ្វើការដាំដុះគឺជាសំណាងល្អរបស់ខ្ញុំលោកគឺជាអ្នកជួយខ្ញុំហើយរឿងអីថាមិនបានជួយមើលលោកស៊ូរស់តាមស្ថានភាពមិនមែនមនុស្សធម្មតាអាចធ្វើដូចទេចំណែកខ្ញុំមានតែគោរពនិងសរសើរលោកសូមអរគុណលោកម្ចាស់ស៊ឺម៉ៃចាប់ផ្ដើមទៅលោកម្ចាស់ខ្ញុំលើថាស៊ូស៊ឺប្រហែលថ្ងៃនេះគេនិយាយពីរឿងរាជការប្រើលោកមេតបស៊ីស៊ឺដឹកនាំកងទ័ព3ភាគ2យប់ហើយព្រមទាំងប្រមាថមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតគេដូចជាកេងអាំងពេកហើយគេធ្វើអីក៏ធ្វើទៅនេះគឺជារឿងតូចតាចទេឲ្យតែគេតាំងចិត្តឲ្យស្ងប់ធ្វើស្រែចម្ការសំងំធ្វើជាអ្នកចម្ការនៅក្នុងវាងហ្វូនេះនោះក៏ជាការសប្បាយមួយយ៉ាងដែរ
ស៊ូម៉ៃពីពេលនេះតទៅពុកសង្ឃឹមរស់ដោយសារដីនេះហើយម្យ៉ាងទៀតពេលនេះពុកខ្លាយទៅជាកសិករពេញទីហើយពុកហត់ណាស់ហត់ដែរបើអញ្ចឹងដឹងថាផលដំណាំមិនមែនបានដល់ងាយហើយមែនទេពុកមិនក៏មិនជួលគេកាប់គាត់ទៅជួលគេពុកក៏ជាកសិករដែរមិនជាស្ថិរឯណាតែពុកជាមន្ត្រីរាជការពេលនេះពុកមិនមែនជាមន្ត្រីរាជការទេពុកថ្ងៃស្អែកកុំទៅបានទេពុកឯនេះនៅក្មេងសោះហេតុអីបានជាខ្ជិលដល់ម្លឹងប៉ុណ្ណឹងគ្រប់គ្រាន់ពីនៃឯងធ្វើស្រែបានច្រើនហើយធ្វើអញ្ចឹងមិនសមជាអ្នករៀនទេអ្នករៀនសូត្រឯងដឹងអ្វីហៅថាជាអ្នករៀនសូត្រទេយើងសួរឯងទៅមើលលោកម្ចាស់ហ្វានវិនចិននៅក្នុងសម័យរាជការមុនក៏ជាអ្នករៀនសូត្រដែរមែនទេពិតមែនអ្នកណាគេមិនដឹងបានចាប់ពីថ្ងៃស្អែកទៅឯងទុកលោកម្ចាស់ហ្វាវិនចិនជាគំរូខិតខំរៀនសូត្រមួយពេលបបមួយចានពុកពេលដែលពុករៀនមកពេលគឺបបមួយចានមែនទេអត់ទេពុកពិតជាហូបឆ្អែតណាស់ខំជឿនិយាយថាបើមិនធ្វើបាបខ្លួនឯងកុំទៅធ្វើបាបអ្នកដទៃប្រសើរណាស់កាលដែលយើងមានអាយុប្រហែលពួកឯងទ្រឹស្ដីម៉ងជឺគម្ពីរឈុនឈីវនិងច្បាប់ទម្លាប់ទាំងឡាយដែលកត់ត្រាទុកនោះយើងអាចសូត្របញ្ច្រាស់វិញក៏បានដែររីឯកំណាត់ທາງជាង3000ក៏យើងចាំមិនដែលភ្លេចបើសិនជាពួកឯងអាចធ្វើដូច្នេះបានអញ្ចឹងប្រាក់ខែរបស់ពុកទុកឲ្យពួកឯងជាអ្នកចាត់ចែងចុះតើយើងអេកុំអត្តនាយន់ជឿថ្ងៃស្អែកអូនហើយនៅបងប្អូនទាំងអស់គ្នាទៅជួយគ្នាទៅថាម៉េចបងឲ្យខ្ញុំទៅកាប់កោះហ៎ត្រូវហើយអ្នកណាដាំបាយទុកឲ្យប្រពន្ធស៊ូម៉ៃដាំបាយតែម្នាក់ឯងបានហើយតែខ្ញុំជាមេផ្ទះទាំងមូលចំណែកបងគឺជាមេគ្រួសារទាំងមូលបងកូនប្រសាររបស់យើងត្រូវមើលថែកូនធ្វើអីមិនកើតទេចំណែកអស់សុខភាពមាំមួនហាត់ឲ្យបានជាសង្ងំនៅក្នុងផ្ទះខ្ញុំនៅផ្ទះក៏មិនទំនេរដែរបងមិនមែនថាអូនទំនេរទេអញ្ចឹងហេតុអីខ្ញុំទៅធ្វើចំការកូនប្រសាយើងត្រូវមើលថែកូនគេធ្វើអ្វីមិនកើតទេឲ្យនឹងត្រឡប់មកវិញទៅតើគេព្រមមកវិញទេឲ្យខ្ញុំគិតយ៉ាងម៉េចបងយល់ថានេះគឺមកពីអូននៅតែតាំងខ្លួនជាអ្នកស្រីថាម៉េចតាំងខ្លួនជាអ្នកស្រីហ៎ខ្ញុំរៀបការជាមួយបងមិនដែលស្រួលម្ដងណាទេខ្ញុំមានវល់នាងឲ្យរៀបការជាមួយខ្ញុំទេបងនិយាយថាម៉េចអត់ដឹងខុសត្រូវមែនលោកម្ចាស់ពិសាទឹកសិនតើហេតុអីលោកម្ចាស់ថៃអ្នកស្រីអញ្ចឹងអ្នកស្រីសន្សំសំចៃរាល់ថ្ងៃក៏ព្រោះតែឲ្យគ្រួសារយើងមានបាយហូបលោកម្ចាស់ដឹងទេបើសិនជាអ្នកស្រីមិនសន្សំសំចៃរាល់ថ្ងៃទេពួកយើងប្រហែលជាអត់មានបាយហូបយូរហើយទុកថាយើងសុំទោសគេទៅចុះប៉ុន្តែពេលនេះយើងតាំងចិត្តធ្វើជាអ្នកស្រីគ្រួសារទាំងមូលគឺត្រូវតែធ្វើស្រែចម្ការទាំងអស់តើមូលហេតុអ្វីបានជាគេមិនអាចលះបង់ឋានៈជាអ្នកស្រីបានមិនមែនគាត់មិនហ៊ានលះបង់ឋានៈទេមកពីគាត់ពិបាកចិត្តពេកមិនចង់ជួបអ្នកណាតែប៉ុណ្ណោះឲ្យតែយើងតស៊ូគង់តែរស់ទេរស់ដែលពឹងលើកម្លាំងខ្លួនឯងរឿងអីត្រូវខ្លាចគេមើលងាយមានរឿងអីដែលគួរឲ្យពិបាកចិត្តទៀតអ្នកស្រីទៅសុំទោសលោកម្ចាស់ទៅបាននៅតែអញ្ចឹងទៀតនោះក៏មិនកើតដែរយូរឆ្នាំមកហើយយើងចេះតែបណ្ដោយតាមគាត់ស្មានតែស្រួលណាស់ទៅចំណែកគាត់វិញមិនគួរគាត់និយាយពាក្យអាក្រក់ស្ដាប់ដាក់ខ្ញុំទេខាងប្រុសតែសម្ដីមួយម៉ាត់តែមានន័យអីគាត់នេះមិនដែលយកចិត្តទុកដាក់នឹងយើងពិតប្រាកដទេហើយក៏មិនដែលនិយាយជាមួយយើងពីគំនិតរបស់គាត់ពាក្យក្នុងចិត្តរបស់គាត់ដែរគ្មានទេអ្នកស្រីពេលនេះលោកម្ចាស់មានឧបសគ្គគាត់ខឹងគឺជារឿងធម្មតាយល់ដល់ចិត្តគាត់ផងទេគាត់ត្រូវការអ្នកដទៃយល់ពីចិត្តគាត់តើគាត់យល់ពីចិត្តអ្នកដទៃវិញទេលំបាកណាស់នឿយហត់ព្រួយបារម្ភភ័យខ្លាចមិនបញ្ហាទេប៉ុន្តែគាត់មិនអាចគិតដល់យើងទេមានតែយកចិត្តទុកដាក់នឹងពួកយើងទេមានស្រីជាច្រើនសរសើរយើងថាយើងបានរៀបការជាមួយនឹងកំពូលអ្នកប្រាជ្ញម្នាក់ថាមានសំណាងល្អណាស់ប៉ុន្តែផលលំបាកក្នុងគ្រួសារមានអ្នកណាទៅដឹងទៅបើសិនជាយើងឈឺមានតែសង្ងំលាបទឹកភ្នែកចូលក្នុងពោះតើគាត់មានយល់ដែរទេខ្ញុំក៏ជាមនុស្សស្រីដែរ
តែគាត់មានដែរផ្ដោតទឹកចិត្តដល់ខ្ញុំទេតែគាត់មានធ្វើអ្វីខ្លះសម្រាប់ខ្ញុំទេអ្នកស្រីកុំខឹងលោកម្ចាស់ទៀតច្រត់លោកម្ចាស់អ្នកស្រីក៏ដឹងដែរពេលនេះលោកម្ចាស់គាត់ឈប់ខឹងហើយលោកម្ចាស់និងអ្នកស្រីពិសាស្រាមកពេញទៅយើងបង្កើតកូនប្រុសពីសម្រាប់គាត់ពិតជាខុសហើយឲ្យយើងគិតយ៉ាងណាទៅខ្លួនឯងគ្មានសមត្ថភាពណែនាំកូនបែរជាបន្ទោសគេតើអូនសមជាកូនស្រីដែលទទួលការអប់រំត្រឹមត្រូវទេហេបុកអ្នកស្រីមកពីឯងទៅមកពីបងឯងណាពុកសូមពុកកុំខឹងអីតាមពិតម៉ែក៏មានផលលំបាកដែរម្យ៉ាងទៀតបើសិនជាពុកខឹងធ្វើឲ្យឈឺតើឲ្យកូនគិតយ៉ាងម៉េចស៊ូម៉ាអភ័យទោសពុកផងមិនអាចឲ្យស្លាប់ចោលឯងតាំងពីតូចរហូតដល់ធំប៉ុណ្ណេះក៏ពុកនៅតែមិនបានយកចិត្តទុកដាក់នឹងឯងដែរពុកឈប់និយាយទៀតទៅថ្វាយត្បិតកូនអត់ពីម្ដាយប៉ុន្តែម្ដាយចង់ក៏ទុកខ្ញុំដូចជាកូនបង្ការរបស់គាត់ធាតុអាកាសត្រជាក់ខ្លាំងណាស់ទីនេះខ្យល់ក៏ខ្លាំងដែរពុកអញ្ជើញចូលទៅផ្ទះវិញទៅទុកឲ្យពុកនៅទីនេះបន្តិចទៀតពុកស្រាប់តែនឹកឃើញដល់ម្ដាយរបស់ឯងបើសិនជាគេវិញតើគេចេះតែអូនត្អែយ៉ាងនេះទេមិនអាចទេគេមិនត្អូញត្អែទេលោកពុករឿងពីមុនរំលឹកក៏អត់ប្រយោជន៍ដែរពេលនេះឲ្យម៉ែតូចគ្រប់គ្រងគ្រួសារក៏មិនងាយដែរគាត់ខឹងគឺគួរឲ្យអធិស្ឋានការដែលនៅមីចៅលំបាកជាងវាងចៅទៅទៀតហេតុនេះបានជាគេមិនរអ៊ូឥឡូវនេះហេតុនេះបានជាគេរអ៊ូដោយសារតែពុកបាត់បង់ឋានៈបុណ្យស័ក្តិខ្លាយទៅជាអ្នកទោសគេស្រឡាញ់បុណ្យស័ក្តិណាស់ពុកនិយាយខុសហើយម៉ែមិនមែនជាមនុស្សអញ្ចឹងទេបើអញ្ចឹងឯងនិយាយទៅមើលតើគេជាមនុស្សបែបណាឯងទៅវិញទៅពុកកូននឹងថាពុកមានការឈឺចាប់ប៉ុន្តែពុកក៏ត្រូវយល់ដល់ម៉ែផងសុថៃសុគួរមកនេះចាំស្ដាប់ជើងនិយាយតើបានទេបានយ៉ាងម៉េចមិនទៅដួសបាយនឹងអង្គុយធ្វើអីស៊ូម៉ាយតើមានរឿងអីសុថៃតើឯងខឹងនឹងអ្នកណាពុកពេលថ្ងៃនេះទៅពួកយើងផ្ដាច់អាហារពួកឯងនាំគ្នាផ្ដាច់អាហារហេតុអីបានជាធ្វើយ៉ាងនេះពេលណាពុកនឹងម៉ែត្រូវគ្នាវិញចាំពួកយើងហូបបាយវិញតាមការពិតរឿងនេះពុកឆ្លោះជាមួយម្ដាយឯងគឺជាកំហុសរបស់ពុកប៉ុន្តែតំបន់ពេលយប់មានសង្គ្រាមកើតឡើងចំណែកពុកបែរជាមកសង្ងំស្ងៀមនៅមាត់ស្ទឹងហើយនេះហើយបានជាធ្វើឲ្យពុកចេះតែខឹងច្រឡោតថ្ងៃនេះនៅស្រែពុកបានគិតហើយគិតទៀតម្ដាយរបស់ពួកឯងហើយនៅពួកឯងទាំងអស់គ្នាធ្លាប់លំបាកដោយសារតែពុកប៉ុន្តែទោះជាលំបាកយ៉ាងណាក៏ដោយក៏ពួកឯងទាំងអស់គ្នាមិនអាចរអ៊ូរទាំដែរប៉ុន្តែពុកបែរជាធ្វើមិនបានជួនកាលខឹងជួនកាលអត់ឲ្យតែជួបរឿងដែលមិនត្រឹមត្រូវប្រកាសជានិយាយឲ្យអស់ពីពោះហើយក៏មិនដែលខ្វល់ថាម្ដាយរបស់ពួកឯងស្ដាប់ឬមិនស្ដាប់ដែរម្ដាយពួកឯងជាមនុស្សល្អទេគេមករឹងតែចិត្តទន់គេគឺជាមនុស្សដែលចិត្តល្អគេខិតខំមើលថែគ្រួសារទៅមុខពិតជាលំបាកពិតជាហត់នឿយខ្លាំងណាស់ហើយនេះពេលដែលស្ដាប់ឮពាក្យដែលពុកខឹងច្រឡំតើគេធ្វើយ៉ាងម៉េចអាចទ្រាំបាននោះនេះគឺជាកំហុសរបស់ពុកប៉ុន្តែពួកឯងទាំងអស់គ្នាត្រូវទៅហូបបាយពីតូចដល់ធំគឺមានតែបាយថ្ងៃនេះទេដែលពួកយើងហូបទៅសមហេតុសមផលពីព្រោះយើងជាអ្នកធ្វើការដាំដុះដោយខ្លួនឯងឆ្នាំក្រោយៗអាហារទាំងឡាយនៅលើតុបាយគឺជាលទ្ធផលដែលពួកយើងខំធ្វើដោយខ្លួនឯងកុំឲ្យតែពួកយើងបង្ហូរញើសឈាមដែលអត់ប្រយោជន៍ទៅបានហើយឥឡូវនេះពុកទៅដាំបាយដោយខ្លួនឯងទុកថាពុកសុំទោសពួកឯងទាំងអស់គ្នាហើយក៏សុំទោសចំពោះម្ដាយឯងដែរពុក
យន់ជឿ បោះស៊ូស៊ឺនេះជាកំហុសរបស់ខ្ញុំសុំទោសឥឡូវនេះខ្ញុំទៅដាំបាយសិន កូនទាំងអស់គ្នាម្ដាយពួកឯងកំពុងតែដាំបាយឥឡូវនេះពុកតែងកំណើឲ្យពួកឯងស្ដាប់ដើម្បីឲ្យពួកឯងហូបបាយឆ្ងាញ់ ល្អណាស់ បានគួរតែតែងកំណាប់អីនោះទុកឲ្យពុកគិតមើលច្បាស់សិន ឆៅអ៊ីងចាសាច់ជ្រូកនេះធ្វើយ៉ាងណាបានវាឆ្ងាញ់ណាស់ បាននឹកឃើញហើយសន្ទុងចេញផ្កាសែនក្រអូបទឹកដល់ថ្លាហូរចូលពេញស្រែ អ្នកស្រីលោកម្ចាស់គាត់និយាយក្លិនស្រូវសែនក្រអូបទឹកថ្លាហូរចូលស្រែកុំដាក់ទឹកច្រើនពេកអត្តន័យនេះពិតជាល្អណាស់ធ្វើយ៉ាងនេះឆាប់ស្ងួតណាស់ សូមឲ្យកសិករហូបឆ្អែតរៀងរាល់ឆ្នាំខិតខំដាំដុះស្រូវអង្ករបបោ លោកម្ចាស់និយាយថាខិតខំដាំដុះបានន័យថាប្រើភ្លើងសន្សឹមបានអញ្ចឹងស្ដាប់តាមគាត់ម្ដងទៅចុះណាអ្នកស្រីឲ្យមកខ្ញុំជប់សិនឲ្យឪពុកឲ្យហូបមុន បានថ្ងៃក្រោយស្ដាប់តាមបញ្ជារបស់អូនចុះ សាច់នេះពិតជាឆ្ងាញ់ណាស់ខ្ញុំមិនអាចបានហូបសាច់ខឆ្ងាញ់ដល់ម្លឹងទេនៅស្រុកបាំងចៅនេះអ្នកមានមិនហូបសាច់ជ្រូកអ្នកក្រមិនចេះធ្វើសាច់ជ្រូកហេតុអីបានជាពួកអូនចេះធ្វើ ធ្វើតាមអ្វីដែលបងនិយាយចុះណា ខ្ញុំហ៎តើខ្ញុំបាននិយាយស្អីខ្លះទៅ លោកម្ចាស់ជាអ្នកនិយាយក្លិនស្រូវសែនក្រអូបទឹកថ្លាហូរចូលស្រែបែកញើសពេញខ្លួនទាំងថ្ងៃទាំងយប់ខ្ញុំប្រាប់អ្នកស្រីកុំដាក់ទឹកច្រើនពេកហើយកុំស្រូវត្រូវដាក់ចូលគ្នា អូការពិតគ្រាន់តែជាកំណាព្យក៏ខ្លាចទៅជាវិធីចម្អិនទៅហើយ តាមពិតអ្នកស្រីយល់ពីកំណាប់របស់លោកម្ចាស់ធ្វើម្ហូបនេះចៃដន្យហើយអស្ចារ្យមែនមានន័យណាស់ប៉ុន្តែម្ហូបនេះទុកថាអ្នកស្រីជាអ្នកចម្អិនឬមួយលោកម្ចាស់ជាអ្នកចម្អិន ខ្ញុំយល់ថាពុកជាអ្នកចំអិនមិននឹកស្មានថាពុកជាចុងភៅអ្នកប្រាជ្ញ នោះគ្នាហូបទៅស៊ូថៃស៊ូកហូបឲ្យច្រើនទៅ លោកម្ចាស់អ្នកស្រីពិសាស្រាមកពេងទៅ បាន បងសំឡាញ់សុំទោសផងចា គឺបងជាអ្នកខុសគួរតែបងសុំទោសអូនបើសិនជារឿងនេះប្រពន្ធរបស់ជីឆានជាអ្នកជួបវិញនោះប្រកាសជាមិនអាចជាផុតពីបំណងបានទេចំណែកអូនគឺខ្លាំងជាងតោញីនោះឆ្ងាញ់ណាស់ មក លោកម្ចាស់ពេលនេះខ្លាចទៅជាអ្នកស្រែចម្ការហើយ ពុកទីនេះជាកន្លែងវារហដ្ឋានឥឡូវនេះខ្លាចទៅជាស្រែចម្ការពិតជាមិននឹកស្មានមែនពុកតើទីនេះគួរតែប្រើឈ្មោះអី ទីនេះគឺខាងកើតស្រុកខាងកើតមានភ្នំមានជើងភ្នំប៉ាជីអ៊ីនិយាយថាពេលព្រឹកឡើងភ្នំតុងប៉ពេលល្ងាចចុះពីលើភ្នំតុងប៉មានអ្វីគួរឲ្យស្រឡាញ់ពីព្រោះវាទទួលផលហើយបើអញ្ចឹងទីនេះយើងហៅថាតុងប៉ចុះចំណែកយើងវិញក៏មានរហស្សនាមមួយដែរអ្នកប្រាជ្ញតុងប៉ ពុកអញ្ចឹងពុកគឺស៊ូតុងប៉ហើយ ប្រកាសហើយគឺស៊ូតុងប៉ល្អណាស់ អើយ៉ាស៊ូនេះបើគ្មានស្បៀងគេដាំខ្លួនឯងមានសាច់ហូបគេធ្វើខ្លួនឯងថ្ងៃក្រោយបើសិនជាគេគ្មានស្រាផឹកទេគេប្រហែលជាបិទស្រាទៀតផងហើយយ៉ាធ្វើអីគេមិនកើតទី លោកម្ចាស់កាលពីថ្ងៃមុនស៊ូស៊ឺថាខ្លួនឯងមានរហស្សនាមមួយគឺអ្នកប្រាជ្ញតុងប៉ហើយសូមឲ្យកូនចៅចំនួនក្រោយហៅគេថាស៊ូតុងប៉ទៀតផង ស៊ូតុងប៉ពីពេលនេះទៅគេពិតជាចង់នៅតុងប៉ជាអ្នកកវីចូលចិត្តផឹកស្រាទូចុះនោះប្រៀបដូចជាការប្រាថ្នារបស់លោកអម្រេចវ៉ាគួយសង្ឃឹមចឹងទៅនេះឲ្យគេយកសម្បត្តិនេះផ្ញើទៅលោកអម្រេចវ៉ាគួយ បានលោកម្ចាស់ ទៅចុះ បានខ្ញុំទៅភ្លាម លោកពុក
ផ្ទះនេះសាងសង់រួចហើយតើគួរដាក់ឈ្មោះអីទៅយើងហៅថាផ្ទះតកមែនហើយពេលដែលសាងសង់ផ្ទះនេះកំពុងតែធ្លាក់តកប្រកាសហើយប៉ុន្តែមិនត្រឹមតែប៉ុណ្្នឹងទេព្រោះហេតុអីទៅយើងមិនមែនយកឈ្មោះតកទេគ្រាន់តែចង់យកពាក្យតកមកប្រើទីនេះខ្ពស់ហើយរឹងមាំតកធ្លាក់មកពីលើមិនថាទីខ្ពស់ឬទាបគឺធ្លាក់ស្មើគ្នាកន្លែងខ្ពស់ក៏មានតកធ្លាក់កន្លែងទាបក៏មានតកធ្លាក់តែពេលដែលមានខ្យល់បក់ខ្លាំងកន្លែងទាបរសារតកនៅដដែលកន្លែងខ្ពស់ត្រូវខ្យល់បក់ទៅបាត់ខ្យល់ខ្លាំងមិនមែនដោយសារតែទីខ្ពស់បែរជាវៀងផ្លូវទេហើយក៏មិនមែនដោយសារតែកន្លែងទាបធ្វើបាបគេនោះដែរផ្ទុយទៅវិញតកដែលនៅកន្លែងខ្ពស់ត្រូវខ្យល់បក់ទៅកន្លែងទាបដូច្នេះហើយនេះគេហៅថាច្បាប់ធម្មជាតិលោកបងបានន័យថាបងចង់នៅកន្លែងទាបសិនហើយមែនទេចង់គេចខ្លួនដែរខ្ញុំមិនមែនចង់គេចខ្លួនទេខ្ញុំគ្រាន់តែចង់គេចមុខពីមនុស្សអាក្រក់ទាំងអស់នោះឲ្យកូនមកខ្ញុំវិញមកឲ្យកូនមកខ្ញុំវិញមកលេខដៃខ្ញុំវិញមកបងកូននេះ5ខែទេមិនក៏បងដាច់ចិត្តខ្លាំងម្ល៉េះខ្ញុំសូមបងអើយនេះជាកុហកស្រីថោកទៀតឯនេះមកពីនេះកើតមកសិតតែជាកូនស្រីក្នុងផ្ទះនៅសល់តែកតែប៉ុណ្ណឹងតើឲ្យយើងយកស្អីមកចិញ្ចឹមកូនទៀតនេះជាកំហុសរបស់ខ្ញុំជាកំហុសរបស់ខ្ញុំទេសូមអាណិតកូនស្រីផងនាងបានជាធំប៉ុណ្ណឹងទៅហើយមិនក៏បងដាច់ចិត្តខ្លាំងម្ល៉េះសូមបងសាអំពើបុណ្យខ្លះទៅបានទេបែនស្រីថោកទៀតបើនាងមិនលែងដៃទេយើងនឹងសម្លាប់នាងចោលខ្ញុំមិនលែងទេខ្ញុំមិនលែងទៅកូនស្រីរបស់ខ្ញុំជីឆាំងប៉ុន្មានថ្ងៃនេះខ្ញុំសរពាក្យរបស់ថៅយមីសាជាថ្មីឡើងវិញសូត្រឬមួយច្រៀងតាមរបៀបប្រជារាស្ត្រធម្មតាបង្ហាត់បង្រៀនបងប្អូនកសិករឲ្យពួកគេចេះច្រៀងវាពិតជាមានអត្ថន័យណាស់លោកបងពិតជាសប្បាយរីករាយក្នុងចិត្តមែនទេស៊ូគឺនៅពីមុនតែឥឡូវនេះគឺស៊ូតំប៉បងតាំងចិត្តធ្វើដូចជាថៅយានមីហើយមែនទេសុខចិត្តនៅស្រែចម្ការអស់មួយជីវិតនេះគឺជាវាសនាដ៏រីករាយតាំងខ្លួនជាអ្នកស្រែខ្លួនទីពឹងខ្លួនតើមានអ្វីមិនល្អទៅនៅក្នុងលោកនេះគ្មានអ្វីសប្បាយជាងពេលនេះទេនេះជាការល្អទៅជួយគេភ្លាមបាទកុំធ្វើយ៉ាងនេះលែងខ្ញុំទៅបងស៊ូលែងខ្ញុំហេតុអីបានជាចង់សម្លាប់ខ្លួនយ៉ាងនេះលែងខ្ញុំអ្នកបងហេតុអីបានជាអ្នកបងគិតខ្លីចង់សម្លាប់ខ្លួនយ៉ាងនេះអ្នកទាំងអស់គ្នាជួយខ្ញុំធ្វើអីហេតុអីបានជាមិនឲ្យខ្ញុំស្លាប់ទៅមានបញ្ហាអីអ្នកបងនិយាយប្រាប់ខ្ញុំមកចុះតើមានរឿងអីកើតឡើងទៅឆៅអីនាងកាន់តែប្រសពហើយនេះកុំសរសើរខ្ញុំរឿងបន្តិចបន្តួចមានអីអស្ចារ្យនាងក៏មិនបាច់បង្អាប់ខ្លួនឯងដែរឆៅអ៊ីងលោកម្ចាស់របស់ឯងយកចិត្តទុកដាក់ធ្វើស្រែចម្ការយ៉ាងនេះពេលទំនេរហើយនៅអានសិភៅតែកំណាប់មិនគិតពីរឿងរាជការមិនជឿឆ្អារឿងគេគ្រួសារយើងរស់នៅពិតជាមានន័យមែនតែប៉ុណ្ណឹងយើងមិនទាមទារអ្វីទៀតទេឲ្យតែអ្នកស្រីសប្បាយចិត្តជាការប្រសើរចៅសំឡាញ់ពេលលោកតាមកវិញពួកយើងនាំគ្នាហូបបាយណាប្តេជ្ញាផ្ដាស់ពេកហើយប្តីរបស់អ្នកបងយកកូនដែលទើបតែកាត់បាន5ខែយកទៅបោះចោលគេអាក្រក់ជាងសត្វដេរឆានទៅទៀតកូនស្រីមានទោសអីទៅព្រោះតែអាហារមួយម៉ាត់គេសុកចិត្តឲ្យកូនខ្លួនឯងស្លាប់វាគឺជារឿងទុកសោកពេកហើយនៅក្នុងលោកមិនគួរណាមានរឿងព្រៃផ្សៃបែបនេះកាត់ឡើងទេគាត់ដូចជាសម្រាប់កូនខ្លួនឯងចឹងមិនត្រូវអត់អន់ឲ្យទេគាត់បន្ទោសខ្ញុំថាបង្កើតបានតែកូនស្រីហើយនិយាយថាលែងលះខ្ញុំចោលទៀតផងពេលនេះខ្ញុំមិនចង់រស់ទៀតទេតាមប្តីរបស់នាងឈ្មោះអីទៅគេឈ្មោះវាងស៊ីឥឡូវនេះទៅសាលាសុខជាមួយខ្ញុំប្តឹងប្តីរបស់នាងចាំមើលតើគេហ៊ានធ្វើប្តីផ្លាស់ទៀតទេខ្ញុំមិនហ៊ានទេហេតុអីបានជាមិនហ៊ានជីឆានឥឡូវនេះពួកយើងទៅរកលោកម្ចាស់បាទលោកម្ចាស់វាងស៊ីសម្រាប់កូនខ្លួនឯងមានទោសធ្ងន់ធ្ងរណាស់មិនអាចអត់ឱនគេបានទេសូមលោកម្ចាស់បញ្ជាមនុស្សតាមចាប់ខ្លួនវាងស៊ីទៅដើម្បីយកមកកាត់ទោសព្រមានដល់មនុស្សអាក្រក់នេះយើងសម្បានថាមានរឿងអីធំដុំបានជាអ្នកប្រាជ្ញស៊ូបោទាំងប្រញាប់ប្រញាល់យ៉ាងនេះតាពិតគឺរឿងនេះសោះ
លោកម្ចាស់ខ្ញុំយល់ថាពេលនេះលោកម្ចាស់ប្រហែលជាសម្រេចចិត្តឲ្យគេទៅតាមរកឃាតករចុះហេតុអីបានជាលោកម្ចាស់បានជាអង្គុយនៅស្ងៀមយ៉ាងនេះ យើងមានវិធីការងាររបស់យើងរឿងនេះយើងដឹងហើយយើងនឹងដោះស្រាយខ្លួនឯង បានចឹងខ្ញុំសូមលាទៅវិញហើយ សូមអញ្ជើញប៉ុន្តែស៊ូស៊ឺយើងឮថាឯងដូរឈ្មោះទៅជាស៊ូតុងប៉មួយថ្ងៃដឹងតែពីស្រែចម្ការរីករាយក្នុងស្រែការរីករាយទាំងនេះមិនមែនបានមកដោយងាយទេត្រូវរក្សាឲ្យបានល្អ បងស៊ូស៊ឺ ជីឆាង ខ្ញុំបានសួរគេរួចហើយថ្ងៃនេះពេលដែលយើងទៅផុតលោកកាត់ក្តីអ៊ូនេះមិនបានឲ្យគេទៅចាប់ខ្លួនវ៉ាងស៊ីទេពេលនេះវ៉ាងស៊ីនៅក្នុងផ្ទះសង្ងំនៅក្នុងផ្ទះដូចជាគ្មានរឿងអីកើតឡើង ថាម៉េចហេតុអីបានជាលោកម្ចាស់អ៊ូមិនចាប់ខ្លួនវ៉ាងស៊ី ខ្ញុំក៏ឆ្ងល់ដែរមិនដឹងជាហេតុអីទេ សម្ដីរបស់គេកាលពីម្សិលមិញដូចជាមានអត់កំបាំងខ្ញុំយល់ថាមិនស្រួលទៅហើយរឿងនេះមានការតាក់ទងដល់ក្មេងតូចម្នាក់ដែលទៅបាត់បង់ជីវិតនេះគឺជាអំពើអាក្រក់ហេតុអីបានជាគេមិនរវល់យ៉ាងនេះ មែនហើយគួរឲ្យឆ្ងល់ណាស់បងស៊ូស៊ឺបងស្គាល់លោកម្ចាស់ស៊ីបងទៅសួរគាត់ទៅមើល នេះជាទូនីតិរបស់មន្ត្រីកាត់ក្តីហើយយើងក៏មិនអាចទៅរកលោកម្ចាស់ស៊ីបានឥឡូវចេះចុះថ្ងៃស្អែកខ្ញុំទៅសួរលោកម្ចាស់អ៊ូឲ្យបានច្បាស់ចាំមើលតើគាត់ចង់ចាត់ការយ៉ាងម៉េច មែនហើយមែនហើយ លោកម្ចាស់ខ្ញុំសូមសួរលោកទៅមើលហេតុអីបានជាលោកមិនឲ្យគេទៅចាប់ខ្លួនវ៉ាងស៊ី ស៊ូស៊ឺឋានៈមនុស្សយើងខុសគ្នាពេលនេះឯងជាមន្ត្រីជាប់ទោសមកទីនេះដើម្បីកសាងខ្លួនហេតុអីបានជាឯងមកដេញដោលការងាររបស់យើងវាដូចជាខ្វះការគួរសមពេកហើយ រឿងខ្វះការគួរសមទៅប្រមាណសូមលោកម្ចាស់មេត្តាអភ័យទោសប៉ុន្តែរឿងនេះគឺជារឿងជីវិតមនុស្សបើសិនជាដោះស្រាយមិនទាន់ទេថ្ងៃក្រោយប្រកាសជាមានរឿងរ៉ាវកាត់ឡើងទៀតជាមិនខានចំណែកខ្ញុំមានការទះសាក្នុងចិត្តខ្ញុំមិនអាចនៅស្ងៀមបានទេ ស៊ូស៊ឺពីម្សិលមិញយើងបានប្រាប់ឯងរួចហើយអ្វីឯងត្រូវឈឺឆ្អាលឯងឈឺឆ្អាលចោះតែអ្វីមិនគួរឲ្យឯងឈឺឆ្អាលឯងកុំទៅរវល់យើងជាមន្ត្រីរាជការយើងនឹងបំពេញតួនាទីរបស់យើងមិនធ្វើឲ្យព្រះមហាក្សត្រខកប្រទេសទេហើយក៏មិនចាប់បាច់ឯងធ្វើអ្វីរំលោភសិទ្ធិដែរ លោកម្ចាស់អ៊ូខ្ញុំគ្មានចេតនាលុកដៃក្នុងរឿងរបស់លោកទេខ្ញុំគ្រាន់តែចង់ឲ្យលោកម្ចាស់ដោះស្រាយរឿងនេះឲ្យបានឆាប់កុំពន្យាពេលតទៅទៀត ស៊ូស៊ឺយើងនិយាយម្ដងទៀតរឿងយើងជាអ្នកដោះស្រាយរឿងរបស់ឯងគឺឯងដោះស្រាយដោយខ្លួនឯងរឿងនេះយើងដឹងថាធ្វើយ៉ាងម៉េចហើយក៏មិនចាប់បាច់រៀបការប្រាប់ឯងដែរ ស្រីចង្រៃឯងនេះដឹងតែពីដេកឆាប់មកជួយធ្វើការផងបងស៊ូស៊ឺម្នាក់នេះហើយគឺវ៉ាងស៊ី លោកម្ចាស់អ៊ូគឺជាមន្ត្រីកាត់ក្តីដែលមិនដឹងខុសត្រូវខ្ញុំទៅទឿនគេម្ដងហើយម្ដងទៀតប៉ុន្តែគេបែរជានៅស្ងៀមមិនព្រមចាត់ការធ្វើឲ្យមនុស្សអាក្រក់រួចខ្លួនយ៉ាងនេះ មែនហើយលោកម្ចាស់អ៊ូហេតុអីបានជាធ្វើយ៉ាងនេះយើងគួរតែទៅសួរលោកម្ចាស់ស៊ីបន្តិចទៅមើល លោកម្ចាស់ស៊ីមានការរវល់ទៅអ៊ូឆាងពី3ថ្ងៃទៀតទើបត្រឡប់មកវិញ តើគិតយ៉ាងម៉េចទៅ ជីឆាងលោកម្ចាស់អ៊ូមិនព្រមចាប់ខ្លួនមនុស្សអាក្រក់នេះយើងជាអ្នកចាប់គេ អេបងស៊ូស៊ឺមិនបានទេពេលនេះបងមានតួរាជការក៏បានបញ្ជាថាឯកសារក៏បងមិនអាចចុះហត្ថលេខាបានដែរបងមានសិទ្ធិអីទៅសួរចម្លើយគេរឿងនេះយើងគិតឲ្យច្បាស់សិន ជីឆាងពិតមែនថាពេលនេះខ្ញុំមានទោសប៉ុន្តែបើសិនជាខ្ញុំនៅតែមិនឲ្យរឿងនេះកើតឡើងបានន័យថាខ្ញុំត្រូវមានទោសទ្វេដងខ្ញុំមិនអស់ចិត្តទេ មិនបានទេបងស៊ូស៊ឺបងទៅចាប់គេដោយគ្មានការអនុញ្ញាតគឺខុសនឹងច្បាប់នោះគឺជាទោសធ្ងន់ណាស់ពួកគេគឺចង់ឲ្យតែបងធ្វើយ៉ាងនេះទេ ឯងមិនទាន់ដឹងទេប៉ុន្មានថ្ងៃមកនេះខ្ញុំហូបក៏មិនចូលដេកក៏មិនលក់បើសិនជាមិនឲ្យខ្ញុំសួរចម្លើយទេខ្ញុំប្រកាសជាធ្លាក់ខ្លួនឈឺខ្ញុំមិនអាចរងចាំតទៅទៀតបានទេ បងមិនអាចធ្វើអ្វីឆេវឆាវបានទេ ខ្ញុំគ្រាន់តែចង់ដឹងថាហេតុអ្វីបានជាគេចាប់ខ្លួនវ៉ាងស៊ីមិនបាន អញ្ចឹងក៏បានខ្ញុំនឹងនាំគ្នាពីរនាក់ទៅចាប់ខ្លួនគេទៅមើល ប៉ាជីឯងដឹងខ្លួនខុសទេ លោកម្ចាស់ខ្ញុំគឺជាមនុស្សត្រឹមត្រូវមិនដែលបកករឿងហើយក៏មិនដែលបានវាយដដាលួចដដាដែរម្យ៉ាងទៀតខ្ញុំគឺជាមនុស្សកំសាក ជុំនិយាយឯងអាក្រក់ជាងសត្វដេរិឆានទៅហើយឥឡូវនេះចង់ធ្វើពុតទៀតយើងសួរឯងទៅមើលប៉ុន្មានថ្ងៃនេះតើឯងបានធ្វើអីខ្លះ ថ្ងៃមុនខ្ញុំអត់បានធ្វើអីទេសូមលោកម្ចាស់បញ្ជាក់ទៅមើល ឯងឆាប់ភ្លេចមែនណោះបានយើងប្រាប់ឯង
ប្រហែលថ្ងៃមុនឯងបានយកកូនស្រីដែលទើបតែកាត់បាន5ខែទៅសម្រាប់ចៅមែនទេឆ្លើយភ្លាម លោកម្ចាស់នេះជាការពិតហើយ ឯងសារភាពអញ្ចឹងដឹងថាខ្លួនមានទោសទេ លោកម្ចាស់ខ្ញុំក៏មិនដាច់ចិត្តសម្រាប់កូនស្រីខ្ញុំដែរប៉ុន្តែក្នុងផ្ទះគ្មានអង្គមួយគ្រាប់កូននេះធ្វើយ៉ាងណាអាចរស់ទៅមុននឹងក្រោយគូតែស្លាប់រឿងអីមិនឲ្យគេស្លាប់ក្នុងដៃខ្ញុំទៅលោកម្ចាស់ខ្ញុំក៏មិនចង់ដែរ ប្រទេសប្រាស់មែនដោយសារតែគ្មានអាហារនៅក្នុងផ្ទះឯងអាចចិត្តសម្រាប់កូនស្រីខ្លួនឯងអញ្ចឹង លោកម្ចាស់ប្រហែលជាមិនដែលបានជួបចេះតែឆ្ងល់ទៅកាលពី2ឆ្នាំមុនមានគ្រោះទូរភឹកកើតឡើងខ្ញុំក៏បានបោះបង់កូនស្រីខ្ញុំមួយចោលដែរគ្មាននរណាអាចបន្ទោសខ្ញុំទេលោកម្ចាស់ខ្ញុំសុំវល់ ធំធំមែនឯងបានសម្រាប់មនុស្ស2នាក់ហើយជាកូនមកការរបស់ខ្លួនឯងនៅតែមិនដឹងខ្លួនខុសទៀតឯងនេះពិតជាគ្មានវិធីណាអាចកែប្រែបានទេយកគេទៅឃុំទុកថ្ងៃស្អែកយើងនឹងបញ្ជូនគេទៅសាលាស្រុក ដាក់ទៅលោកម្ចាស់ទៅលោកម្ចាស់ជួយផងលោកម្ចាស់ជួយផង ឯងឃើញទេមនុស្សអាក្រក់បែបនេះបើសិនជាមិនចាប់គេយកទៅកាត់ទោសទេតើច្បាប់មានតម្លៃអីទៀតថ្ងៃស្អែកយើងនឹងយកគេប្រកួតលោកម្ចាស់អ៊ូចាំមើលតើលោកម្ចាស់អ៊ូកាត់ក្តីឬក៏មិនកាត់ ណែលុតជង្គង់ទៅលោកម្ចាស់សូមលើកលែងទៅឲ្យខ្ញុំផងស៊ូស៊ឺឯងធ្វើនេះបាននេះថាម៉េច លោកម្ចាស់ម្សិលមិញខ្ញុំបានសួរចំណាយជនល្មើសវាងស៊ីហើយវាងស៊ីគេបានសារភាពថាគេបានសម្រាប់កូនស្រីបង្កើតរបស់គេ2នាក់ទៅហើយហើយនេះថ្ងៃនេះខ្ញុំនាំគេមកដើម្បីឲ្យលោកម្ចាស់ធ្វើការកាត់ទោសគេតាមច្បាប់ ស៊ូស៊ឺឯងនេះថ្លើមធំណាស់ឯងគឺជាមន្ត្រីមានទោសជាប់ខ្លួនទៅហើយបែរជាមកអុកលុកសាវតាការមើលស្រាលច្បាប់យ៉ាងនេះតើឯងមានដឹងថាខ្លួនមានទោសយ៉ាងណាទេ លោកមិនសួរចម្លើយឃាតករសម្រាប់មនុស្សលោកបែរជាមិនសួរចម្លើយខ្ញុំវិញ ស៊ូស៊ឺឯងប្រហែលជាភ្លេចហើយឯងគឺជាមន្ត្រីមានទោសសូម្បីតែឯកសារក៏មិនអាចចុះហត្ថលេខាបានឬអីឯងបើកសាវតាការដោយខ្លួនឯងមិនព្រមស្ដាប់ការណែនាំរបស់យើងឥឡូវនេះឯងត្រូវមានទោសធ្ងន់ណាស់ ហើយនេះបានជាខ្ញុំសួរចម្លើយវាងស៊ីហ៎ដោយសារតែលោកមិនបំពេញតួនាទីរបស់លោកខ្ញុំបានប្រាប់លោកម្ដងហើយម្ដងទៀតប៉ុន្តែលោកបែរជាធ្វើជាមិនដឹងមិនលឺឲ្យឃាតកររួចខ្លួនហើយនេះខ្ញុំក៏ធ្វើការជំនួសលោកតើលោកមានដឹងទេលោកម្ចាស់អ៊ូខ្ញុំបានទៅសួរចម្លើយជនល្មើសថ្ងៃក្រោយលោកចង់ធ្វើអីខ្ញុំក៏ធ្វើចោះប៉ុន្តែថ្ងៃនេះសូមលោកម្ចាស់កាត់ទោសវាងស៊ីសិន 就问青天，不知天上宫阙，今夕是何年？我欲乘风归去，又恐琼楼玉宇，高处不胜寒，起舞弄清影，何似在人间？转朱阁，定栖湖，照无眠。不应有恨，何时长相别是缘？人有悲。